សួស្តីអ្នកទាំងអស់គ្នានេះគឺជាអេពីសូតទី2របស់ខ្ញុំដែលខ្ញុំរត់រយៈចម្ងាយ72គីឡូដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកានៅខាងមុខនេះឯងហើយថ្ងៃនេះដែរគឺខ្ញុំធ្វើការរត់នៅឯ Start Olympic ពីព្រោះថាថ្ងៃទី1របស់ខ្ញុំរត់នៅវត្តបង្គត់បុរីដែលមានទីធ្លាយ៉ាងជាអៀត space នៅតាមដងផ្លូវហើយមានម៉ូតូមានឡានគាត់បើកបរនៅតាមដងផ្លូវវាធ្វើឲ្យការរត់របស់យើងវាអត់ smooth អត់ងាយស្រួលហើយវាអាចមានហានិភ័យសម្រាប់ការរត់របស់យើងផងដែរដូច្នេះខ្ញុំ recommend អ្នកទាំងអស់គ្នាមករត់នៅ Start Olympic យើងគ្រាន់តែចំណាយត្រឹមតែ2000រៀលតែប៉ុណ្ណោះយើងនឹងអាចទិញសំបុត្រដើម្បីធ្វើការចូលរត់នៅក្នុង Start Olympic បានហើយខ្ញុំគិតថាវាអត់ចំណាយច្រើនណាស់អ្នកទាំងអស់គ្នាពីព្រោះថានៅក្នុងហ្នឹងវាមាន space ធំទលាយហើយវាមានផាសុកភាពសម្រាប់យើងក្នុងការរត់អញ្ចឹងសម្រាប់ថ្ងៃទី2នេះផងដែរគឺខ្ញុំតាំងចិត្តយ៉ាងមុតមាំថានឹងរត់ឲ្យបាន10គីឡូដើម្បីយើងបានឆាប់គ្រប់ចំនួន72គីឡូតាក់ទងជាមួយនឹងគោលការណ៍នៃការរត់របស់គេណាប៉ុន្តែអ្នកទាំងគ្នាសេតមែនតើនៅពេលដែលខ្ញុំកំពុងតែរត់ហ្នឹងគឺមេឃអត់អំណោយផលទៅអ្នកទាំងគ្នាគឺភ្លៀងខ្លាំងមែនតើសម្រាប់ថ្ងៃទី2របស់ខ្ញុំអញ្ចឹងសម្រាប់ថ្ងៃទី2ផងដែរគឺខ្ញុំរត់អត់បាន10គីឡូអ្វីដែលខ្ញុំ set plan នោះទេគឺខ្ញុំរត់បានត្រឹមតែ 5.43 គីឡូម៉ែត្រទេអ្នកទាំងគ្នាដូច្នេះដំណើរនៃការរត់រយៈចម្ងាយ72គីឡូរបស់ខ្ញុំមិនងាយស្រួលទេអ្នកនរគ្នាលើកទី1គឺខ្ញុំរត់បានតែ 7.04 គីឡូម៉ែត្រហើយថ្ងៃទី2គឺខ្ញុំរត់បានតែ 5.43 គីឡូម៉ែត្រដូច្នេះសម្រាប់ការរត់ទាំងពីរលើករបស់ខ្ញុំគឺបានត្រឹមតែ 12.47 គីឡូម៉ែត្រទេអ្នកនរគ្នាអញ្ចឹងដំណើរនៃការរត់ដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកានៅខាងមុខនេះឯងគឺនៅវែងឆ្ងាយទេអ្នកនរគ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺអត់មានអីច្រើនទេមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាហើយជួបខ្ញុំនៅអេពីសូតទី3សម្រាប់ការរត់ដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកានៅខាងមុខនេះឯងអរគុណ